ពីដំបូងឡើយហេតុអីបានជាអូនសម្រេចចិត្តទៅសិក្សានៅប្រទេសសិង្ហបុរីមូលហេតុដែលខ្ញុំបានជ្រើសរើសទៅរៀននៅសិង្ហបុរីហ្នឹងដោយសារតែទី1វានៅក្នុងអាស៊ានយើងអញ្ចឹងទៅវានៅជិតផ្ទះយើង fly ទៅតែ1ម៉ោង2ម៉ោងយើងទៅដល់ហើយបងបាទហើយទី2ហ្នឹងខ្ញុំធ្លាប់បានទៅសិង្ហបុរីដែរអញ្ចឹង lifestyle របស់ជនជាតិសិង្ហបុរីដែលខ្ញុំទទួលបានពេលកំឡុងពេលដែលខ្ញុំទៅហ្នឹងគឺវាជា lifestyle មួយដែលខ្ញុំពេញចិត្តជា lifestyle ដែលខ្ញុំចង់រស់នៅ grow up ជាមួយនឹង lifestyle បែបហ្នឹងបងបាទហើយហេតុអីបានជាអូនសម្រេចចិត្តជ្រើសរើសយក major business marketing and management មូលហេតុដែលខ្ញុំជ្រើសរើសយក major ហ្នឹងដោយសារតែការដែលរៀនវិទ្យាល័យខាងសាកលជាច្រើនគាត់បានចុះមកតម្រង់ទិសមកដល់ពួកខ្ញុំដែលជាសិស្សទី12ហ្នឹងបងបាទហើយបន្ទាប់ពីបានពិភាក្សា research មើលខ្លួនឯងផងទៅលើ major មួយហ្នឹងខ្ញុំក៏ទទួលបានអារម្មណ៍មួយដែលថាខ្ញុំស្រឡាញ់ major ហ្នឹងបងបាទខ្ញុំមើលឃើញខ្លួនឯងទៅថ្ងៃមុខទៅថាអូខេយើងរៀន major ហ្នឹងបន្ទាប់ពីរៀនចប់មានការងារធ្វើឬក៏អាចបើក business ខ្លួនឯងបានបាទហើយហេតុអីបានជាអូនសម្រេចចិត្តជ្រើសរើសយក Springboard ដើម្បីបញ្ជូនអូនទៅសិក្សានៅប្រទេសសិង្ហបុរីមូលហេតុដែលជ្រើសរើសយកខាង Springboard ហ្នឹងដោយសារតែទីទៅពីដំបូងមកខ្ញុំបាន research មើល agency ច្រើនជាច្រើននៅខ្មែរយើងបងយើង research មើល agency ច្រើនហើយខ្ញុំក៏បានតំណងមកខាង Springboard លើកដំបូងហ្នឹងខ្ញុំគ្រាន់តែចង់សួរនាំពីព័ត៌មានតិចតួចទេបងដោយសារតែខ្ញុំខ្ញុំខ្លាចគេ charge fee គ្រាន់តែយើងពិភាក្សាតិចតួចហ្នឹងបងប៉ុន្តែដល់ហើយខ្ញុំក៏ដឹងថាអូខេខាង Springboard ពិភាក្សាដោយអត់គិតលុយខ្ញុំក៏ទទួលបាននៅភាពទុកចិត្តទំនុកចិត្តពីខាងក្រុមបងការងារមកហើយខ្ញុំក៏បានប្រាប់ហ្នឹងទៅប៉ាម៉ាក់ក៏សម្រេចចិត្ត work ជាមួយនឹងខាង agency របស់បងអូខេហើយអូនអាចប្រាប់បានមកពីដំបូងឡើយហេតុអីបានទទួលបាន workshop សម្បត្តិជនហោនិង workshop ប្រងត្រែអន្តរជាតិ free ពី Springboard មូលហេតុដែលទទួលបានហ្នឹងខ្ញុំបានអស់មើល Facebook នៅលើ page របស់ Springboard ហើយក៏បានឃើញពី Unifair Study Fair នៅបាទនៅអូស្ត្រាលីបងហើយខ្ញុំក៏បានចោះឈ្មោះមកដំបូងអត់រំពឹងថាបានអីមកវិញទេខ្ញុំគ្រាន់តែចង់មក take a look around នៅក្នុង office បងបាទហើយក៏ពេលដែលមកហ្នឹងក៏ខាងក្រុមបងការងារបានប្រាប់ថាអូខេយើងចោះឈ្មោះចានចិត្តទៅយើងទទួលបាន voucher មកខ្ញុំទទួលបានហ្នឹងទី1ប្រឡង IELTS អត់អស់លុយ free 100% ហើយទី2សម្បត្តិជនហោះដែលទទួលបានមកដែលខាងបងក្រុមការងារជួយចេញថ្លៃសម្បត្តិជនហោះឲ្យបាទហើយតើអូនមាន tip អីនិយាយទៅកាន់សិស្សានុសិស្សដែលគាត់ត្រៀមខ្លួនក្នុងការទៅសិក្សានៅក្រៅប្រទេសហើយចង់ទទួលបានជោគជ័យដូចអូនដែរមានតិចតួចបងអត់មានច្រើនទេដោយសារតែដូចពួកនិយាយស្រាប់ទៅដូចពួក Gen Z ដូចពួកខ្ញុំហ្នឹងភាគច្រើនឥឡូវហ្នឹងគឺគេធ្វើអីគឺគេ research ខ្លួនឯងទាំងអស់បងគេធ្វើអីដែលខ្លួនឯង independent ហ្មងtip ដែលខ្ញុំចង់ចែកម្លែកបន្តិចហ្នឹងគឺទី1ហ្នឹងរៀបចំឯកសារបងបើសិនជាយើងដាក់ mindset ថាអូខេយើងចង់ study abroad អញ្ចឹងយើងត្រូវតែរៀបចំឯកសារធៀមមិនថាដំបូងដើមឆ្នាំឬក៏ពាក់កណ្ដាលឆ្នាំអីយើងត្រូវធ្វើឯកសារមិនថាឯកសារតែមួយឬក៏ពីរអីយើងត្រៀមបានយើងត្រៀមមកហើយបងដែលហើយដល់ពេល tip ទី2ហ្នឹងគឺស្វែងរក agency ណាដែលយើងទុកចិត្តបាទដូចខ្ញុំអញ្ចឹងខ្ញុំស្វែងរកមកខាងបង Springboard ដែលសារតើគាត់ធ្វើឲ្យខ្ញុំមានទំនុកចិត្តទៅលើខាងក្រុមការងារដល់ពេល tip ទី3ហ្នឹងគឺយើងត្រូវ mentally prepare ថាយើងនឹងត្រូវ study abroad ហើយអញ្ចឹង study abroad គឺយើងនឹងត្រូវមកម្នាក់ឯងទោះបីជាយើងមានមិត្តភ័ក្តិមក2 3នាក់ប៉ុន្តែវាអត់ដូចដែលយើងនៅមួយប៉ាម៉ាក់ឯងបងបាទយើងនៅក្នុង comfort zone របស់យើងរហូតអញ្ចឹងយើងត្រូវតែ mentally prepare ថាអូខេយើង step out of comfort zone យ៉ាងអីអញ្ចឹងអីដែលយើងត្រូវជួបហ្នឹងដោះស្រាយដោយខ្លួនឯងហើយជាចុងក្រោយតើអូនចង់អរគុណទៅនរណាជាងគេបន្ទាប់ពីអូនទទួលបានជោគជ័យក្នុងការទៅសិក្សានៅប្រទេសសិង្ហបុរីហ្នឹងអ្នកដែលចង់អរគុណខ្លាំងជាងគេហ្នឹងទី1ម៉ាក់ហើយនិងប៉ាបងបាទម៉ាក់ប៉ាគាត់បានជួយច្រើននិយាយទៅគឺគាត់ជួយច្រើនតាំងពីដើមមកហើយគាត់ជួយច្រើនខ្លាំងមែនតើទាំងផ្លូវចិត្តនិង financial បងបាទគាត់ជួយគ្រប់គ្រងយើងច្រើនគាត់ជួយជំរុញយើងគ្រប់ពេលគ្រប់វេលាមិនថាពេលណាដែលយើងបាន result អីមក disappoint លើពួកគាត់ទេក៏ពួកគាត់តែងតែជួយយើងបងបាទគាត់តែងតែលើកទឹកចិត្តយើងថា
យើង fail កន្លែងហ្នឹងហើយយើងអត់អាចនៅតែធំប៉ុណ្ណឹងបានទេបាទអ្នកដែលចង់អរគុណទី2ហ្នឹងគឺខាងក្រុមការងាររបស់ខាង Springboard ដែលសារតខ្ញុំលើកទី1ឯដែលខ្ញុំអត់ដែលមានចង់ថាខ្ញុំមានបងប្អូនណាតែខណៈខ្ញុំអត់ដែលសូវបានតំណទៅខាងពួកគាត់ច្រើនទេបងបាទអញ្ចឹងទៅខ្ញុំអត់សូវទលំទលាយនឹងព័ត៌មានដែលទៅរៀនសុខក្រៅហ្នឹងហើយបានខាងក្រុមបងការងារគាត់ជួយតាំងពីរៀបចំឯកសារដំបូងរហូតដល់ឥឡូវហ្នឹងទទួលបានវីសាជាសិស្សបាទអញ្ចឹងទៅចាត់ទុកថាវាជោគជ័យឯដែលខ្ញុំបានទៅរៀនហ្នឹងអញ្ចឹងអរគុណដល់ខាងក្រុមការងារដល់ទី3ចឹងអរគុណទៅដល់អ្នកដែលនៅជុំវិញខ្លួនឯងដូចជាបាទហ្នឹងឯមិត្តភ័ក្តិហើយនឹងបងផងបងបាទគាត់តែងតែជួយផ្ដល់advice ហើយនឹងពេលខ្លះគាត់និយាយលើកទឹកចិត្តយើងទោះបីជារឿងហ្នឹងវាស្ដាប់មកក៏ប្លែកអញ្ចឹងណាបងប៉ុន្តែបានពួកគាត់ហ្នឹងបានជួយឲ្យយើងមានអារម្មណ៍ល្អឡើងមកវិញប៉ុណ្្នឹងឯងបងអូយអូខេអូនបងស្ដាប់នឹងជក់ចិត្តមែនតើ Go abroad go springboard ទៅក្រៅទៅ springboard